នៅក្នុងបណ្ដុំថ្មប៉ព្រះទឹកសិបនិមិត្តដ៏ធំនេះយើងបានចិញ្ចឹមស្ដេចបង្កងកាដូដ៏ធំមួយនេះខ្ញុំសូមទទួលយកហើយហាសមុទ្រអាចផ្ដល់ឲ្យឯងនៅអ្វីគ្រប់យ៉ាងហើយក៏អាចដកហូតអ្វីគ្រប់យ៉ាងទៅវិញដែរត្រូវប្រុងប្រយ័ត្នឲ្យមែនទែនអាត់កំបាំងនៃនាវាលិចរតនសម្បត្តិនៃស្ដេចបង្កងនិងរឿងព្រេងនៃជ្រលងទឹកខ្មៅខ្ញុំនឹងស្វែងយល់ឲ្យច្បាស់ប៊ីនជឿលឿនឡើងថ្ងៃនេះពួកយើងនឹងទៅជួបស្ដេចបង្កងនោះកុំបារម្ភអីមានទ្រង់នឹងនុយដែលល្អបំផុតត្រឡប់មកវិញលើកនេះពួកយើងគឺជាអ្នកប្រមាញ់ស្ដេចបង្កងល្អចេញដំណើរគោដៅជ្រលងទឹកខ្មៅបងហាងមានរឿងអីមេឃមើលទៅចម្លែកណាស់មេឃពណ៌ក្រហមខ្យល់ខ្លាំងនឹងមកដល់ប៉ាសីហោះចូលដេកគោគ្រូមហន្តរាយចិត្តមកដល់ហើយភ្នែកខ្ជុះមានបញ្ហាធំហើយបងហាងតើមានរឿងអីឲ្យប្រាកដកុំបន្លាចខ្ញុំអីអាប៊ីនកុំខ្លាចបងហាងពួកយើងស្លាប់មិនខានទេបិទក្បាលត្រឡប់ក្រោយទៅបើបិទពេលនេះទុកនឹងក្រឡាប់ភ្លាមយើងគ្មានផ្លូវថយក្រោយទៀតទេប៊ីនជឿរកកន្លែងជ្រកឲ្យលឿនវាមានកម្លាំងបង្វិលយើងមិនអាចទល់នឹងវាចំបានទេត្រូវរកចំណុចខ្សោយរបស់វារួចរោលចេញតាមកម្លាំងរបស់វាគ្រោះថ្នាក់ពេកហើយបងហាងជឿខ្ញុំទៅនេះគឺជាឱកាសរស់តែមួយគត់របស់ពួកយើងព័ត៌មានទាន់ហេតុការណ៍កាលពីយប់មិញទុកនេសាទមួយបានជួបនឹងព្យុះសមុទ្រដកកំអមានរឿងហើយព័ត៌មាននិយាយថានាវាស៊ុយឡានលេខ1របស់ចិនយៀនហាងបានបាត់ការតាក់ទងកាលពីម្សិលមិញមិនអីផងតាឮថាទៅរកស្ដេចបង្កងអីនោះហើយក្មេងម្នាក់នេះលោភលន់ពេកហើយនៅក្មេងឈាមរាវពេកគឺជាខ្ញុំដែលធ្វើបាបពួកគេខ្ញុំធ្វើបាបអាហាងហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាមកគឺដើម្បីប្រាប់ដំណឹងល្អមួយចិនយៀនហាងត្រូវបានសមុទ្រលេបបាត់ទៅហើយអបអសាទរបង្កេនកំចាត់សត្រូវស៊ូពូជបានហើយខ្ញុំនិយាយហើយថាម្នាក់នោះរស់បានមិនយូរទេចាប់ពីថ្ងៃនេះទៅទីផ្សារគ្រឿងសមុទ្រក្រុងតុងហៃនឹងត្រឡប់មកក្នុងដៃពួកយើងវិញហើយមកអ្នកទាំងអស់គ្នាលើកកែវបង្កេនរឿងមហាសេរីសួស្ដីក្រុមសង្គ្រោះទើបតែប្រកាសថាបានរកឃើញបំណែកនាវាស៊ុយឡានលេខ1នឹងបានបញ្ឈប់ការរុករកហើយល្អពិតជាល្អខ្លាំងណាស់ប្រញាប់ទៅប្រាប់ដំណឹងនេះដល់ឪពុកម្ដាយរបស់គេទៅចាំដល់ពេលនោះខ្ញុំនឹងទៅចូលរួមបុណ្យសពដោយផ្ទាល់បងប្រុសបងស្រីសូមចូលរួមរំលែកទុក្ខផងយៀនហាងក្មេងម្នាក់នេះគឺរឹងរូសពេកហើយអញចេញទៅអញនៅមានមុខមកទីនេះទៀតឈិនទៅហ្គេនបើអញមិនស៊ីលុយកាក់ពួកយើងនឹងបង្ខំកូនខ្ញុំឲ្យតច្រកទេគេក៏មិនទៅកន្លែងនោះដែរឥឡូវអញចង់មកធ្វើពុតជាយំអាណិតមែនទេខ្ញុំជាអ៊ំបង្កើតគេតើខ្ញុំធ្វើបាបគេយ៉ាងម៉េចទៅកាលនោះខ្ញុំចែកឲ្យគេ20000យន់គឺគេខ្លួនអញទេតែថាតិចមិនស្គាល់គ្រាន់ឥឡូវបែរជាបន្ទោសខ្ញុំលោកអ៊ំអ្វីដែលប៉ាម៉ាក់ខ្ញុំនិយាយតើវាមិនត្រឹមត្រូវមែនទេយៀនហាងគឺជាសម្លេងរបស់យៀនហាងកូនសម្លាញ់កូនមិនស្លាប់ទេកូនពិតជាមិនស្លាប់មែនលោកអ៊ំសម្ដែងបានល្អណាស់លោកអ៊ំថាត្រូវទេអាហាងអ៊ំសុំទោសឯងផងអ៊ំសុំទោសលោកតាផងគឺវាបង្ខំអ៊ំវាយកលុយព្យាបាលចៅប្រុសអ៊ំមកគំរាមអ៊ំឲ្យអ៊ំយកផែនទីសមុទ្រខ្លាំងៗនោះឲ្យឯងវាចង់ឲ្យឯងទៅងាប់មិនមែនខ្ញុំទេខ្ញុំអត់បានធ្វើទេគឺគេលោកខ្លួនឯងបងប្អូនទាំងអស់គ្នាលោកអ៊ំនិយាយត្រូវហើយគឺខ្ញុំខ្លួនឯងដែលទៅរកសេចក្តីស្លាប់គេចង់ខ្ចីដៃព្រះជាម្ចាស់ដើម្បីបំផ្លាញនាវានិងជីវិតខ្ញុំដើម្បីកុំឲ្យមានភស្តុតាងអំបញ្ញមិញលោកអ៊ំយំសោកសៅណាស់មែនទេឥឡូវឃើញខ្ញុំត្រឡប់មកវិញហេតុអ្វីក៏ខ្លាចបែបនេះកូនឲ្យមនុស្សអាក្រក់ទីបំផុតត្រូវទទួលកម្មពីហើយម៉ាក់ស្ទើរតែលែងបានឃើញមុខកូនទៅហើយវាកន្លងផុតអស់ហើយពួកយើងទៅផ្ទះវិញរឿងរបស់តាក្រក់នោះតុលាការកាត់ទោសហើយជាប់ពន្ធនាគារ3ឆ្នាំល្អណាស់សុំមុខវាហើយទីបំផុតទេវតាមានភ្នែកមនុស្សអាក្រក់ត្រូវទទួលកម្មអង្គុយចុះសប្បាយចិត្តអីម្លេះគេមិនសំខាន់ទៀតទេយើងគួរតែនិយាយពីរឿងថ្ងៃអនាគតវិញរបៀបធ្វើការរបស់ឈិនទៅហ្គេនមិនអាចទៅបានឆ្ងាយទេខ្ញុំនឹងចុះបញ្ជីក្រុមហ៊ុនដើម្បីធ្វើឲ្យវាមានស្តង់ដារល្អណាស់ក្មួយប្រុសអ៊ំពិតជាមើលមិនខុសមែនបំណងប្រាថ្នារបស់ឯងគឺមិនមែនត្រឹមតែនាវាប៉ុន្មានគ្រឿងទេមកដើម្បីអនាគតរបស់ពួកយើងជលកែវរន្ទាទោសដាក់ពន្ធនាគារ3ឆ្នាំយៀនហាងពូសុំទោសឯងផងបងហាងប៊ីនជឿពួកយើងរកលុយបានហើយប៉ុន្តែខ្ញុំចង់នាំអ្នកភូមិឲ្យរកបានដូចគ្នាមានម្នាក់ឯងមិនហៅថាមានទេខ្ញុំចង់ឲ្យអ្នកភូមិទាំងអស់រកស៊ីមានបានជាមួយពួកយើងបងប្អូនទាំងអស់គ្នាដែលខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាមកថ្ងៃនេះគឺចង់ប្រកាសរឿងមួយខ្ញុំឈិនយៀនហាងក្រុងនឹងបង្កើតសហគមន៍នេសាទភូមិតុងហៃឡាងខ្ញុំឈិនយៀនហាងក្រុងនឹងបង្កើតសហគមន៍នេសាទភូមិតុងហៃឡាងខ្ញុំនឹងផ្ដល់ជូននៅរបស់3យ៉ាងទី1បដូរទ្រង់បង្កងនិងបង្រៀនបច្ចេកទេសចាប់បង្កងឲ្យដោយឥតគិតថ្លៃទី2រាល់ផលនេសាទដែលគ្រប់ស្តង់ដារសហគមន៍នឹងប្រម៉ូទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ 30% ទី3ប្រាក់ចំណេញនៅចុងឆ្នាំនឹងត្រូវបែងចែកជាភាគលាភខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យក្លាយជាសេដ្ឋី3ឆ្នាំហើយទីបំផុតបានចេញមកវិញហើយស៊ីមែនតាចាស់ម្នាក់នេះចេញមកធ្វើអីនៅឲ្យឆ្ងាយពីគាត់ទៅកុំឲ្យចម្លងសីលោកអ៊ំនេះជាប្រាក់រង្វាន់របស់លោកអ៊ំសូមទទួលយកទៅម៉ាក់មើលចុះប៉ាកំពុងចែកលុយហើយយៀនហាងពូគ្មានកន្លែងទៅទេអញអាចឲ្យបាយពូហូបមួយពេលបានទេឲ្យពូធ្វើអីក៏បានដែរពូមិនខ្លាចថត់ទេរឿងកាលពីឆ្នាំនោះខ្ញុំមិនអាចបំភ្លេចបានទេតែខ្ញុំមិនមែនជាមនុស្សដាច់ធម៌មេត្តាទេលោកអ៊ំអាចទៅធ្វើជាអ្នកយាមឃ្លាំងបានមានទាំងបាយនិងកន្លែងស្នាក់នៅសមុទ្របានផ្ដល់ឲ្យខ្ញុំនៅអ្វីគ្រប់យ៉ាងហើយក៏បានបង្រៀនខ្ញុំនៅរឿងមួយដែរភាពមានបានពិតប្រាកដមិនមែនស្ថិតនៅលើអ្វីដែលយើងមានគឺស្ថិតនៅលើអ្វីដែលយើងអាចផ្ដល់ឲ្យបាន